បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំសូមបង្ហាញនៅសកម្មភាពដែលយើងដាក់តុសិស្សទៅខាងវត្តពោធិធំខេត្តស្វាយរៀងបងប្អូនហើយតុនេះដែរឯកឧត្តមគាត់កំងយកឆ្អឹងតុពណ៌សបងប្អូនចង់បានឆ្អឹងតុពណ៌សក៏បានឆ្អឹងតុពណ៌ខ្មៅក៏បានដែរបងប្អូនដែលមានចំនួន30តុបងប្អូនជាមួយនឹងឈុតតុគ្រូមួយឈុតផងដែរបងប្អូនចំពោះតុនេះជាຂະຫນາດសិស្សវិទ្យាល័យបងប្អូនជាຂະຫນາດសិស្សធំបងប្អូនហើយមានថតងាយស្រួលសម្រាប់ដាក់កតាព្រឺសៀវភៅអញ្ចឹងបងប្អូនហើយចាំដែរយើងប្រើទីប30ហើយក្នុងវីដេអូនេះគឺជាសកម្មភាពចាប់តាំងពីយើងលើកដាក់ឡានរហូតទៅដល់យើងទម្លាក់នៅខាងវត្តពោធិធំខេត្តស្វាយរៀងផងដែរបងប្អូនសកម្មភាពពីដើមដល់ចប់អញ្ចឹងបងប្អូនអាចមើលគុណភាពតុបានហើយបងប្អូនអាចមើលសាច់ឈើបងប្អូនចំពោះការខាត់យើងខាត់ហើយយើងបាញ់ថ្នាំស្អាតមែនទែនបងប្អូនមិនថាឆ្អឹងតុហើយនឹងសាច់ឈើគឺយើងចាប់មាំល្អអញ្ចឹងបងប្អូនស្អាតដូចក្នុងវីដេអូអញ្ចឹងបងប្អូនចំពោះតួអក្សរខាងមុខបងប្អូនចង់បាញ់ថ្នាំពណ៌សក៏បានបាញ់ថ្នាំពណ៌ខៀវក៏បានដែរបងប្អូនដូចក្នុងរូបអញ្ចឹងបងប្អូនឈើនេះជាប្រភេទឈើកស៊ូគៀបបងប្អូនកម្រាស់ក្រាស់មែនទែនកម្រាស់1ហ៊ុន8លីបងប្អូនក្រាស់ជាងក្តារពុំទៅទៀតអញ្ចឹងបងប្អូនហើយយើងប្រើឈើប្រភេទលេខ1អញ្ចឹងបងប្អូនកម្រាស់ក្រាស់ហើយឈើលេខ1ស្អាតដូចក្នុងវីដេអូអញ្ចឹងបងប្អូនហើយនេះគឺជាសកម្មភាពដែលយើងលើកដាក់ឡានបងប្អូនយើងរៀបចំជាមួយនឹងការចងប្រុងប្រយ័ត្នកុំឲ្យមានបញ្ហាអញ្ចឹងបងប្អូនហើយចំពោះការដឹកក៏ខាងឡានក៏ដឹកប្រុងប្រយ័ត្នផងដែរបងប្អូនដឹកលឿនមិនលឿនប្រហែលទេបងប្អូនដើម្បីការពារតុកអញ្ចឹងបងប្អូនបើបងប្អូនក៏ដូចជាលោកគ្រូអ្នកគ្រូមានតម្រូវការតុកសិស្សសម្រាប់ប្រើប្រាស់សម្រាប់បង្រៀនសិស្សអាចធ្វើការកម្មង់បានបងប្អូនហើយសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទ3ប្រព័ន្ធខាងលើឬឆាតមក Facebook Page ឬ Telegram របស់យើងខ្ញុំបាទសូមអរគុណសូមជម្រាបលា